mắt sụt đấy bông bồn được khné đã cho một căn trên YouTube riêng về đẹp nhóm ní nó không biết áo thì đá trong trong trầm đấy bông bồn được khné nơi được biếtในការបង្កើតGmail ដើម្បីយកទៅប្រើប្រាស់នៅក្នុងការងារឬក៏ដើម្បីយកទៅបង្កើតនៅ Facebook ឬក៏ YouTube ទៅតាមតម្រូវការដែលបងប្អូនគ្នាត្រូវការអញ្ចឹងថាតើលក្ខខណ្ឌនៃការបង្កើត Gmail នេះយើងធ្វើដូចម៉េចបងប្អូនអាចចូលមកក្នុងវីដេអូនេះដើម្បីមកទស្សនានិងយល់ដឹងអំពីការបង្កើត Gmail របស់គ្នាអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើហ្នឹងគឺគ្រាន់តែចុច like follow សម្រាប់Facebook page និង TikTok របស់ admin đấy ai សម្រាប់ការចុច subscribe សម្រាប់ YouTube ដើម្បីទទួលបាននៅវីដេអូថ្មីៗចេញពី admin អញ្ចឹងយើងចូលមកបង្កើត Gmail ទាំងអស់គ្នាដោយក្នុងបងប្អូនចុចមកនេះគេហៅថាច្រមដែលប្រើនៅលើ computer ដែលខ្ញុំសូមបង្ហាញបងប្អូនទាំងអស់គ្នាហ្នឹងគឺនៅលើ computer អញ្ចឹងបងប្អូនចូលច្រមមកបងប្អូននឹងឃើញហើយថានៅក្នុង my computer របស់យើងវាមានផ្ទៃដែលយើងបង្កើតមកវាទេចេះគេហៅ Google ហ្នឹងអញ្ចឹងវាអត់មានអីទេអញ្ចឹងបងប្អូនអាចចូលវាយពាក្យថា Gmail បាទដូច admin សូមបង្ហាញសិនបាទបងប្អូនវាយពាក្យ Gmail មកបាទចាំមកបងប្អូនចុចកន្លែងពាក្យថា Gmail ខាងលើនេះក៏បានហើយចុះមកខាងក្រោមនេះក៏បានដែរតែ admin សូមយកខាងក្រោមនេះចុះបាទបន្ទាប់មកអ្វីដែលយើងត្រូវធ្វើនោះគឺបងប្អូនឃើញហើយថានៅក្នុងនេះគេឲ្យវាយលេខទូរស័ព្ទឬក៏ forget អានេះសម្រាប់ដែរបងប្អូនដែលមាន Gmail ស្រាប់ណាប៉ុន្តែបើយើងមិនទាន់មានទេយើងចូលមកកន្លែងពាក្យមួយដែលឈ្មោះថា create នេះបាទនេះចុចមកដែលគេមិនចុចហ្នឹងបាទចុចមកចុច create មកនៅក្នុងនោះគេឲ្យយើងបង្កើតជា email ច្រើនមាន personal Gmail ដែលយើងប្រើប្រាស់Gmail សម្រាប់កូនរបស់យើងហើយនឹង Gmail សម្រាប់ការងារឬក៏ business របស់យើងអញ្ចឹងបងប្អូនអាចជ្រើសរើសយកមួយណាក៏បានដែរប៉ុន្តែនៅក្នុងលក្ខខណ្ឌនេះ admin សូមបង្ហាញអំពី Gmail ខាងលើដែលគេហៅថា personal Gmail ហ្នឹងបាទដែលពីអង់គ្លេសគេហៅថា for my personal use អញ្ចឹងចុចមកបាទបន្តមកអ្វីដែលយើងត្រូវធ្វើឡើងនេះគឺគេឲ្យដាក់នាមតកោនិងឈ្មោះរបស់យើងបាទអញ្ចឹងនាមតកោយើងដាក់មកឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះខ្ញុំឧទាហរណ៍រៀនចឹងទៅឧទាហរណ៍ពីរៈខ្ញុំដាក់អក្សរធំបាទក៏ប៉ុន្តែខ្លាចលោប្រហែលជាវាអាចជាន់គ្នាជាន់ច្រើនតែយើងអាចដូរក៏បានដាក់ពីរៈKH ចេះទៀតមកបន្ទាប់មកដើម្បីបង្ហាញថានេះជាឈ្មោះខ្មែររបស់យើងចុចផងបាទបន្តមកបងប្អូនដាក់ថ្ងៃខែឆ្នាំកំណើតកន្លែងនេះគឺដាក់ម៉ាន់ហើយម៉ាន់នេះគឺតកតងមួយខែកំណើតរបស់យើងថ្ងៃកំណើតរបស់យើងនិងឆ្នាំកំណើតរបស់យើងចំណុចទី2ប្រអប់នេះតកតងជាមួយនឹងភេទប្រុសឬភេទស្រីអញ្ចឹងបងប្អូនយកខែមកអូដខ្ញុំកើតខែ4ហើយខ្ញុំដាក់សិនខ្ញុំចេះដាក់ទេបាទអញ្ចឹងបងប្អូនអាចដាក់អីក៏បានដែរបាទខ្ញុំដាក់កើត5ចេះទៅបាទតើមកភេទនេះយើងយកភេទប្រុសបាទតើបើយើងចុចឡើងហ្នឹងហើយគេឲ្យពាក្យថា niche អញ្ចឹងបងប្អូនចុច niche មកបាទតើបងប្អូនចុច niche នឹងលោតសូមបង្ហាញអំពី Gmail ជាច្រើនដែលមានឈ្មោះថាភារៈរៀនGmail អញ្ចឹងណាភារៈរៀន @gmail ភារៈរៀន KH Gmail អញ្ចឹងខ្ញុំយកទី2មកដែលខ្ញុំបង្កើតមិនបាទចុចមកបន្ទាប់ពីយើងបង្កើតមកយើងត្រូវវាយលេខកូដសម្ងាត់ប៉ុន្តែយើងដាក់មកលេខកូដអីក៏បានដែរឲ្យតែចាប់ពី6ខ្ទង់ឡើងទៅបាទអញ្ចឹងខ្ញុំដាក់លេខកូដសម្ងាត់របស់ខ្ញុំបាទតោះមកបងប្អូនត្រូវចាំលេខកូដសម្ងាត់ហ្នឹងបាទតោះមកកន្លែងចំណុចនេះពេលរៀងនិចហើយវាលោតមកកន្លែងនេះគឺឲ្យដាក់លេខទូរស័ព្ទបាទអញ្ចឹងបងប្អូនអាចដាក់លេខទូរស័ព្ទមកដែលខ្ញុំដាក់លេខទូរស័ព្ទខ្ញុំទៅបាទ
បាទហើយអ្នកអាចចុច next ទៀតមកបាទបន្ទាប់ពីចុច next ហើយអ្នកទាំងគ្នានឹងឃើញលេខកូដដែលក្រុមហ៊ុន Gmail គេផ្ញើមកចូលលេខទូរស័ព្ទរបស់យើងអញ្ចឹងបងប្អូនវាយមកបាទបងប្អូនអាចវាយបានមកវាយមកចាំតិចខ្ញុំសូមហើយបាទវាយមកប៉ុន្តែ admin អត់សូមបង្ហាញទេត្រង់ចំណុចនេះអញ្ចឹងបងប្អូនអាចបង្កើតតាមនឹងបានបាទតើមកបងប្អូនវាយលេខកូដពុំបតុងដែលគេផ្ញើឲ្យបងប្អូនចុច next ទៅមកបាទបន្ទាប់ពីបងប្អូនចុច next ហើយកន្លែងនេះគេឲ្យប្រើ Gmail សម្រាប់ verify អញ្ចឹងបើសិនបងប្អូនមាន Gmail មួយទៀតបងបានដាក់ verify បើសិន email នោះមានបញ្ហាយើងអាច verify មួយ email ហ្នឹងទៅវាស្គាល់គ្នាអញ្ចឹងណាប៉ុន្តែបើយើងអត់មានទេយើងមិនបាច់ទេយើងចុច script មកដើម្បីបញ្ចប់កន្លែងថាយើងអត់ចង់បញ្ចូលបាទបន្ទាប់មកបងប្អូននឹងខុសគ្នានឹងឃើញឈ្មោះដែលយើងបង្កើតថាភារៈ KH បាទហើយ email បែបនេះបាទអញ្ចឹងបងប្អូនចុច next ទៀតមកបាទបន្ទាប់មកបងប្អូនមើលគេហៅថា privacy គេហៅថានិយមន័យឬក៏អត្ថប្រយោជន៍ដែលប្រើនៅក្នុងហ្នឹងណាបាទបងប្អូនចុចនេះអាយអង់គ្លេសទៅមានន័យថាខ្ញុំបានអានខ្ញុំបានមើលពីវិន័យឬក៏មើលពីលក្ខខណ្ឌរបស់ Gmail ហើយអញ្ចឹងបងប្អូនចុចនេះទៀតមកបាទបន្ទាប់មកពីបងប្អូនចុច next ហើយបងប្អូននឹងឃើញលោតថា Google ណា Workspace មានន័យថា Gmail របស់យើងកំពុងតែដំណើរការហើយបាទអញ្ចឹងបងប្អូនរងចាំបន្តិចដល់ពេលដែលវាដើរចប់វានឹងចេញនៅអ្វីដែលថ្មីសម្រាប់ឲ្យយើងមើលទៀតបាទប្រហែលជាចាំតិចទៅប្រហែលជាមកពីអ៊ីនធឺណិតខ្ញុំ slow បាទចឹងបន្ទាប់មកបងប្អូនទាំងអស់គ្នានឹងឃើញថាការបង្កើតនៅ Gmail របស់យើងបានសម្រេចហើយសម្រាប់យកទៅប្រើប្រាស់ប៉ុន្តែបងប្អូនឃើញថាកន្លែងនេះ privacy promotion specialize នេះវា special ណាវាមានតែប៉ុណ្្នឹងវាអត់មានអីទៀតចឹងត្រឹមនេះបងប្អូនត្រូវចូលមកកន្លែងនេះមួយទៀតដើម្បី add ឲ្យវាឃើញច្រើនបន្តិចបាទបើយើងបងប្អូនចង់ add ថែមតិចក៏ថែមដែរបើអត់ទេក៏អត់ទៅបាទអីទេប៉ុន្តែ admin កន្លែងនេះគឺគាត់ចង់បង្ហាញពីកន្លែង manage នេះដើម្បីឲ្យវាឃើញtemplate ដែលឃើញច្រើនហើយឃើញ5ចំណុចចឹងណាដល់ពេលដែលគេផ្ញើសារមកយើងឃើញទាំងអស់មកបាទចឹងកន្លែង add ទៅនឹងគឺយើងមើលសិននេះ label បាទហើយ label ហ្នឹងបងប្អូនយកនេះ inbox នេះឡាចូលឡើង inbox ដើម្បីឲ្យឃើញកន្លែងនេះគេ update ថ្មីមកវា load ចេញមកយើងឃើញណាជា form អញ្ចឹងយើងមាន1 2 3 block នេះណាអញ្ចឹងបងប្អូនតិច2ចំណុចហ្នឹងមកបើសិនបងប្អូនអត់ចុចទេវាអត់ឃើញទេវាឃើញដូចយើងសូមហាញ Gmail ដំបូងអញ្ចឹងណាមានវាយសារថ្មីឲ្យដើម្បីចូលទៅមើល Gmail របស់យើងបាទចុចមក Gmail វាយថា Gmail នេះមកបាទនេះadmin សូមបង្ហាញថាបើយើងអត់ដាក់ទេវាអត់ឃើញអីចឹងណាវាអត់ឃើញកន្លែងនេះវាឃើញតែទេចឹងណាវាឃើញតែ3 block នេះ1 2 3ចឹងណាវាយឺតតិចនេះវាឃើញតែ3 block ហ្នឹងនេះអញ្ចឹងដល់ពេលគេផ្ញើ update ថ្មីវាអត់ឃើញដែរបងប្អូនចុច next តាម admin ថើដើមមកបាទចុច update តែនេះមកហើយចុច save វិញមកបាទចុចខាងក្រោមនេះពី save មកបាទឆេញ save ឆេញហ្នឹងចាំតិចទៅវាដែរហើយចាំបងប្អូន refresh មួយសិនមកបាទ refresh ចាំតិចវាលោតហើយដោយសារ admin save ហើយវា refresh មកនេះឃើញអញ្ចឹងរាល់ email ដែលគេផ្ញើមកអញ្ចឹងថ្មីវាលោតលើហ្នឹងអញ្ចឹងណាឬក៏បងប្អូនចូលកន្លែង email នេះមានន័យថាយើងនឹងឃើញ email ជាច្រើនដែលគេផ្ញើមកក្នុងហ្នឹងអញ្ចឹងការបង្កើត email សម្រាប់ធ្វើការងារ send file send សកម្មភាពព័ត៌មានអីដែលតាមជា Gmail ហ្នឹងគឺយើងបង្កើតដោយបានសម្រេចដោយត្រឹមត្រូវហើយអញ្ចឹងចំណុចបន្ទាប់ទៀតខ្ញុំនឹងយក email Gmail ហ្នឹងទៅបង្កើតនៅគេហៅថា Google Apple បាទឬក៏ Apple ID ហ្នឹងដែលបងប្អូនសម្រាប់យកទៅ connect ជាមួយនឹងការ download
កម្មវិធីផ្សេងនៅលើ App Store ឬក៏នៅក្នុងកម្មវិធីផ្សេងដែលយើងចង់បានយកមកប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងអញ្ចឹងណាអញ្ចឹងការចែកម្លែករបស់ admin មានតែប៉ុណ្ណេះទេសម្រាប់ចែកជូនបងប្អូនទាំងគ្នាហើយសង្ឃឹមថាបងប្អូនទាំងគ្នានឹងតាមទាន់ហើយនឹងយល់នឹងអាចបង្កើតខ្លួនឯងបានណាអញ្ចឹងចុងក្រោយមានតែសូមឲ្យអ្នកគ្នាជួយចុច like follow សម្រាប់ Facebook អីចឹងណាហើយ subscribe សម្រាប់TikTok សម្រាប់ YouTube របស់ admin ដើម្បីទទួលបាននូវវីដេអូល្អៗចេញពី admin ទៀតអញ្ចឹងណាអញ្ចឹងមានតែប៉ុណ្ណេះទេសូមអរគុណបងប្អូនទាំងគ្នាដែលតាមដានពីដើមរហូតដល់ចប់បាទអរគុណច្រើន